ร่วมជាតិត្រូវគឺគណៈកម្មការជាតិមួយដែលលួចបន្លំលួចយកទូរលេខក៏ដូចជាសម្លឹកឆ្នោតពីប្រជារាស្ត្រដែលនៅខាងលួចសិទ្ធិប្រជារាស្ត្រក៏ប្រជារាស្ត្រត្រូវបានបាត់បង់សិទ្ធិសេរីភាពរបស់ខ្លួនមានគណៈកម្មការមួយឲ្យគណៈបក្សផ្សេងទៀតហើយនេះហើយប្រជាជនប្រជារាស្ត្រខ្មែរទាំងអស់នៅក្នុងសហរដ្ឋអាមេរិកក៏ដូចជារដ្ឋនានានិងទូទាំងប្រទេសនៅក្នុងពិភពលោកមកទាមទារសូមជំនួយពីអង្គការសហប្រជាជាតិសួស្តីបងប្អូននិងជាតិខ្មែរជាទីគោរពនិងជាទីស្រឡាញ់បន្តតទៅនេះខ្ញុំបាទសូមជូនកំណាព្យក្រមចំណងជើងថាមគ្គុទេសខ្ញុំយួនមិនដែលមានទេនៅក្នុងលោកីដាក់គុកម្ចាស់ដីឲ្យចោលរួចខ្លួនឥឡូវមានហើយមេខ្មែរខ្ញុំយួនពួកចោពាក់ដួនវាជន់កខ្មែរនៅតាមទល់ដែនមានរឿងមួយធំរឿងដែលខ្មែរយំព្រោះស្ដាយដីស្រែដីគេដំណតាំងពីអូម៉ែឥឡូវយួនវេយកជាទ្របវាហេតុអ្វីក៏វាហ៊ានយកដីខ្មែរយើងមានមេដែរមិនដេចមិនការពារឬមួយមេយើងកញ្ជះពួកវាបើមែនមានងារជាជនក្បត់ជាតិក្រឡេកមកមើលក្នុងស្រុកវិញម្ដងមើលអ្នកគ្រប់គ្រងគេប្រើល្បិចស្នៀតបណ្ដេញរាជខ្មែរឲ្យរត់ប្រងព្រាតគេប្រាប់ថាជាតិត្រូវការអភិវឌ្ឍល្អហើយដែលស្រុកយើងបានលូតលាស់តែតោះអាជ្ញាមិនបានទូទាត់ថ្លៃដីថ្លៃផ្ទះឲ្យត្រូវបែបបត់ជូនដល់ពលរដ្ឋដែលលោកត្រូវចេញខ្ញុំថាពួកលោកឆ្លក់ប្រាក់ដុល្លារឲ្យឈ្មួញរុស្យាដឹងតែចំណេញរាជខ្មែរយំស្រែកព្រោះຕົកតោមនិញហើយពួកលោកវិញសើចចំអកដាក់ប្រមុខមានងារសុទ្ធតែបណ្ឌិតប៉ុន្តែផ្លូវចិត្តអាក្រក់អបលៈមគ្គទេសបែបនេះហើយដែលគ្រោះថ្នាក់នាំជាតិឲ្យធ្លាក់ក្នុងអន្តៈយួនកំណាព្យក្រមចំណងជើងថាមគ្គុទេសខ្ញុំយួនខ្ញុំបាទដកស្រង់ចេញអំពី KI Media រីឯបទចម្រៀងនិពន្ធដោយខ្ញុំបាទផ្ទាល់និងច្រៀងដោយអរុណរស្មីនៅទីក្រុងញូវយ៉កសូមអរគុណមានបាយខ្វះទឹកយប់ព្រឹកខ្មែរខ្សាយជន់ពីលបានដៃប្រឡ័យម្ចាស់ដីអជន់កំណាចអាងខ្លួនមន្ត្រីរឹបអង្គយកដីគ្មានក្តីមេត្តាបាក់ដៃឲ្យចោយួនចូលពេញស្រុកចូលមកអុកលុកអ្នកស្រែចំការរូបទាំងសំបែងឈូសួនផល្លាពួកជនផ្ដាច់ការគ្មានមេត្តាទេចិត្តកម្មាមិនស្អាតមនុស្សបាតសង្គមបានឡើងបនធំដោយសារសាគេនរួងភ្នែកស្រង់សម្រងស្រុកខ្មែរសង្គមខ្មៅបាយជួបតែគ្រោះថ្នាក់ភាពខ្មៅងងឹតបាំងចិត្តខេមរា
ឥទ្ធិពលតណ្ហាផ្ដាច់ការដល់លបាំងច្រើនជាតិឯងឲ្យធ្លាំងក្រដល់ថ្នាំងឈាមថោកអាប់ប្លាំងជាងជាខ្ញុំយួនចិត្តខ្មៅមិនស្អាតមនុស្សបាតសង្គមបានឡើងបនធំដោយសារសាគេនរុងភ្នែកស្រស់សម្រស់ស្រុកខ្មែរសង្គមខ្មៅបាយជួបតែគ្រោះថ្នាក់ភាពខ្មៅងងឹតបាំងចិត្តខេមរាឥទ្ធិពលតណ្ហាផ្ដាច់ការដល់លបាំងច្រើនជាតិឯងឲ្យធ្លាក់ក្រដល់ថ្នាក់ឈាមថោកអាប់ប្លាំងជាងជាខ្ញុំយួនទេហ៊ុនសែនម៉ាស្កូ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 បងស្រីយុទ្ធធម៌ត្រូវគ្នា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 នៅពេលនេះមិនមែនតែប្រជាជនខ្មែរយើងដែលរស់នៅលើទីទឹកដីខ្មែរដែលដឹងអំពីអំពើដ៏ថោកទាបនោះទេទូទាំងប្រទេសទាំងអស់ដែលគេដឹងល្បិចកលដឹងមុខមាត់ដ៏កាចសាហាវរបស់លោកហ៊ុនសែនគឺទូទាំងប្រទេសឲ្យអស់លោកអញ្ចឹងយើងគាត់តែមិនដួលមិនទាន់ដល់ដីទេយើងគាត់តែត្រេតទេឥឡូវនេះយើងបានភ្ញាក់ខ្លួនគ្រប់គ្នាហើយដូច្នេះយើងទៅតែក្រោកឈរឡើងដើម្បីជួយជាតិយើងនៅពេលដែលបោះឆ្នោតនៅអាណត្តិទី5នេះកុំឲ្យហ៊ុនសែនកាន់អំណាចតទៅទៀតមែនទេបងប្អូនដូរហ៊ុនសែនចោទចាញ់ឲ្យឆាប់ហ៊ុនសែនចោទចាញ់ឲ្យឆាប់